ខ្ញុំចូលចិត្តអ្នកខ្លាំងណាស់ខ្ញុំឈ្មោះឡៃឡៃខ្ញុំខូចចិត្តកាលពី1 ឆ្នាំមុនហើយខ្ញុំបានជួបគាត់នៅបារមួយដែលបានផ្ដួចផ្ដើមគំនិតដើម្បីបំភ្លឺខ្ញុំការជួបដែលមិនបានរំពឹងទុកដែលយើងបាននិយាយគាត់ល្អចំពោះខ្ញុំដូចមុនខ្ញុំក៏មានសំណាងដែរដែលមានអារម្មណ៍ថាខ្ញុំបានរកឃើញសុភមង្គលពិតអស្ចារ្យផ្ដល់ឲ្យអ្នកនៅទូរស័ព្ទរបស់អ្នកហើយលុបរូបថតអាក្រក់ឥឡូវនេះពិតជាអ្នកមានបញ្ហានៅចុងខែខ្ញុំមិនដឹងទេសូមទោសខ្ញុំឃើញយល់ព្រមប៉ុន្តែខ្ញុំមិនដែលគិតថាខ្ញុំនឹងត្រូវបង្ខំឲ្យក្លាយជាភាគីទី3ទេហើយខ្ញុំពិតជាញ័រជាមួយនឹងអារម្មណ៍ទាំងអស់នេះត្រូវហើយខ្ញុំបានកុហកអ្នកប៉ុន្តែស្ដាប់ការពន្យល់របស់ខ្ញុំអ្នកនៅតែនិយាយថាវាមិនផ្លូវការព្រោះអ្នកមិនចង់ឲ្យអ្នកដទៃវាតម្លៃវាប្រែថាវាដោយសារតែគាត់ខ្ញុំឈប់និយាយជាមួយគាត់ព្រោះគាត់ធ្លាក់ទឹកចិត្តបន្ទាប់មកអ្នកគួរតែប្រាប់ខ្ញុំមុនពេលយើងនៅជាមួយគ្នាជំនួសឲ្យការរងចាំឲ្យខ្ញុំរកឃើញខ្ញុំសូមអង្វរអ្នកតើអ្នកអាចផ្ដល់ឲ្យខ្ញុំនៅពេលវេលាខ្លះទេខ្ញុំមិនចេះនិយាយជាមួយគាត់ទេខ្ញុំខ្លាចមានអ្វីកើតឡើងចំពោះគាត់ខ្ញុំមានតែអ្នកនៅក្នុងបេះដូងរបស់ខ្ញុំប៉ុណ្ណោះខ្ញុំមិនដឹងថាតើខ្ញុំនៅតែអាចជាអ្វីដែលគាត់បាននិយាយទេសូមចំណាយពេលគិតដោយខ្លួនឯងខ្ញុំបានបង្ខំខ្លួនឯងឲ្យផ្ដាច់ទំនាក់ទំនងពីគាត់ទាំងស្រុងតាមពិតគាត់បានព្យាយាមអស់ពីសមត្ថភាពដើម្បីតាក់ទងខ្ញុំដើម្បីរក្សាខ្ញុំពិតជាសុំទោសអត់ទោសឲ្យខ្ញុំមិនអីទេខ្ញុំកំពុងធ្វើការលើវារួចហើយផ្ដល់ឱកាសឲ្យខ្ញុំចាប់ផ្ដើមប្រាប់ខ្លួនឯងខ្ញុំអាចដកពេលវេលាដែលខ្ញុំចំណាយពេលជាមួយគ្នាយឺតបន្ទាប់ពីនោះយើងបានណាត់ជួបគ្នាដើរច្រើនជាមួយគ្នាប៉ុន្តែខ្ញុំបានរកឃើញខ្លួនឯងកាន់តែច្រើនឡើងដែលមិនអាចបំបែកចេញពីគាត់តើអ្នកបានញ៉ាំអ្វីកាលពីយប់មិញតើអ្នកចូលចិត្តខ្ញុំឬអត់ហេតុអ្វីបានជាអ្នកមិនអនុញ្ញាតឲ្យខ្ញុំឈប់និយាយជាការពិតខ្ញុំចូលចិត្តអ្នកខ្ញុំព្យាយាមជឿរាល់ពាក្យដែលគាត់និយាយតើខ្ញុំទើបតែប្រាប់អ្នកពីអ្វីអូសុំទោសកន្លែងនេះអាចនាំយើងទៅជួបមនុស្សនិងនិយាយប៉ុន្តែយើងមិនមែនទេប៉ុន្តែប្រសិនបើគាត់ស្រឡាញ់ខ្ញុំហេតុអ្វីបានជាក្រុមហ៊ុននិងការលះបង់របស់គាត់ស្មោះត្រង់ចំពោះមនុស្សម្នាក់ទៀតបន្តិចម្ដងខ្ញុំក្លាយជាមនុស្សដែលមិនអាចស្គាល់បានសូម្បីតែចាប់ផ្ដើមគិតថាការបាត់បង់អាចជាការធូរស្បើយខ្ញុំនឹងមិនអមដំណើរអ្នកទេប្រសិនបើគាត់មកនៅចុងសប្ដាហ៍ហេតុអ្វីអ្នកមិនខ្វល់ពីអ្នកតើអ្នកមិនបានផ្ញើរូបថតនៅពេលព្រឹកទេវាគ្រាន់តែថាអ្នកត្រូវតែមានចិត្តសប្បុរសនៅពេលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍គាត់មិនដែលជាបុរសល្អបែបនេះទេខ្ញុំមិនដឹងទេប៉ុន្តែនៅពេលដែលខ្ញុំបានឃើញគាត់ចិត្តខ្ញុំនឹងបាត់បង់ការវិនិច្ឆ័យទាំងអស់អ្វីដែល2 សប្តាហ៍គ្មានឈុតស្នេហាតើអ្នកចង់បានអ្វីតើអ្នកមិនបាននិយាយថាមិននិយាយពីអ្នកដទៃនៅពេលយើងនៅជាមួយគ្នាទេតើយើងមិនបានបែកគ្នាទេដូច្នេះអ្នកនឹងមិនប្រាប់ខ្ញុំឬនិយាយជាមួយខ្ញុំទេមែនទេមែនខ្ញុំមិនចង់និយាយជាមួយអ្នកទេតើអ្នកដឹងដោយរបៀបណាថាខ្ញុំបានបែកបាក់នៅពេលនេះការអាអន់ចិត្តរបស់ខ្ញុំចំពោះខ្លួនឯងឈានដល់កម្រិតកំពូលខ្ញុំគ្រាន់តែមានអារម្មណ៍ថាការសន្ទនាគឺគ្មានធ្នេរភ្លាមនៅពេលយើងបែកគ្នាចុះខ្ញុំវិញទេអ្នកគ្រាន់តែមានកាំបិត3និងកាំបិត3ប៉ុណ្ណោះខ្ញុំចូលចិត្តអ្នកខ្លាំងណាស់ដោយសារតែគាត់ខ្ញុំបានក្លាយជាមនុស្សម្នាក់ដោយគ្មានគោលការណ៍សូមនិយាយអំពីវាខ្ញុំសន្យាជាមួយអ្នកនៅពេលដែលខ្ញុំរងចាំការកាត់ទោសនេះខ្ញុំមិនសប្បាយចិត្តរួចទៅហើយប៉ុន្តែខ្ញុំមិនចង់ឲ្យវាខ្ជះខ្ជាយទេ